ការដែលក្រសួងយុតិធម៌ចេញលិខិតឲ្យតុលាការពន្លឿនរឿងក្តីអតីតរដ្ឋាភិបាលលេងចន្ទនានោះត្រូវគេមើលឃើញថាវាកើតចេញពីសម្ពាធតវ៉ាស្រស់គ្នារបស់ក្រុមជនរងគ្រោះដែលការនេះទាមទារឲ្យពួកគេតស៊ូយ៉ាងសកម្មបន្តទៀតដើម្បីទាមទារយុតិធម៌បើមិនដូច្នោះទេពួកគេនឹងរងគ្រោះធ្ងន់ធ្ងរក្រោមប្រព័ន្ធច្បាប់ដែលចងដោយបុគ្គលមានអំណាចនោះការលើកឡើងនេះក្រោយរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកកើតរិទ្ធតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី2ខែមិថុនាបានជំរុញឲ្យសាលាដំបងខេត្តសៀមរាបពន្យាចំណាត់ការសំណុំរឿងព្រហ្មទណ្ឌកាលពីថ្ងៃទី17ខែមេសាឆ្នាំ2024ពាក់ព័ន្ធទៅនឹងរឿងក្តីបោកប្រាស់របស់អតីតរដ្ឋាភិបាលលេងចន្ទនាវិធាននេះក្រោយក្រុមជនរងគ្រោះបានប្រមូលផ្ដុំគ្នានៅមុខក្រសួងយុតិធម៌កាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025ដើម្បីទាមទារយុត្តិធម៌បានសំណងមកវិញដោះស្រាយវិបត្តិបំណុលដោយពួកគេថាវិបត្តិនេះកំពុងគំរាមកំហែងជីវិតពួកគេមានអ្នកខ្លះបានបែកបាក់គ្រួសារខ្លះទៀតឈឺធ្ងន់និងកូនបោះបង់ការសិក្សាជាដើមជុំវិញរឿងនេះតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកស៊ុនសូរីដាក៏សម្គាល់ថារឿងក្តីអតីតរដ្ឋាភិបាលលេងចន្ទនានេះហាក់ត្រូវបានរដ្ឋាភិបាលគ្រួសារហ៊ុនព្យាយាមកប់ចោលទើបអូសបន្លាយពេលយ៉ាងយូរក្នុងការរកយុត្តិធម៌ឲ្យជនរងគ្រោះបែបនេះលោកថាប្រព័ន្ធតុលាការបច្ចុប្បន្នគឺនៅក្រោមឥទ្ធិពលទឹកលុយផងនិងក្រោមដៃរបស់អ្នកមានអំណាចផងដែលថាជាទម្រង់នៃការអនុវត្តច្បាប់បែបស្តង់ដារ2ទើបធ្វើឲ្យរឿងក្តីដែលពាក់ព័ន្ធទៅនឹងអ្នកមានអំណាចនេះត្រូវបានគេកប់ចោលហើយពលរដ្ឋនឹងបន្តរងភាពអយុត្តិធម៌កាន់តែធ្ងន់ធ្ងរទី1គឺនិយាយឲ្យខ្លីដោយសារតែអ្នកទុនខ្សោយមិនមានលុយសម្រាប់ឲ្យគេអានឹងមួយទី2អ្នកទុនខ្សោយប្តឹងទៅអ្នកដែលមានអំណាចដូច្នេះតុលាការគាត់ត្រូវនៅខាងអ្នកមានអំណាចនិងអ្នកមានលុយអាហ្នឹងវាចឹងអាហ្នឹងវាបង្ហាញអញ្ចឹងប៉ុន្តែផ្ទុយទៅវិញបើសិនជាអ្នកមានអំណាចមានលុយប្តឹងអ្នកក្រវិញគឺលឿនណាស់យើងមើលពីនីតិវិធីគឺលឿនមែនតើឧទាហរណ៍ដូចជាការចាត់វិធានការទៅលើលោករងឈុនគឺឃើញថាមិនដល់24ម៉ោងទេចាត់ព្រាមហ្មងណាតុលាការចាត់វិធានការគ្រប់រឹបអស់កាត់សេចក្តីរឹបអស់ទ្រព្យសម្បត្តិរបស់រងឈុនអញ្ចឹងណាហ្នឹងវាលឿនហ្មងណាបើតាមលោកសូរីដាបើទោះបីជាពេលកន្លងទៅរដ្ឋាភិបាលបានដាក់មេធាវីស្ម័គ្រចិត្តដើម្បីការពារក្តីឲ្យជនរងគ្រោះក៏ដោយតែលោកថាហាក់គ្រាន់តែជាល្បិចស្អំចិត្តជនរងគ្រោះមិនឲ្យតវ៉ាតែប៉ុណ្ណោះហើយថាទាំងក្រសួងយុតិធម៌និងតុលាការខេត្តសៀមរាបកំពុងព្យាយាមរុញទៅរុញមកដើម្បីអូសបន្លាយពេលថែមទៀតមិនផ្ដល់ភាពយុត្តិធម៌តាមរយៈព័ន្ធតុលាការទេអានឹងគិតថាប្រជាពលរដ្ឋខ្លួនឯងទេគួរតែពិចារណាថាតើគួរគ្រប់គ្រងរដ្ឋាភិបាលតទៅទៀតនៅក្នុងការបោះឆ្នោត5ឆ្នាំម្ដងឬយ៉ាងម៉េចហើយបើសិនជាប្រជាពលរដ្ឋគិតថាតុលាការក្រោមការដឹកនាំរបស់គណៈបកប្រជាជននឹងល្អបែបហ្នឹងហើយគឺ5ឆ្នាំក្រោយបោះឆ្នោតគេទៀតទៅអានឹងអញ្ចឹងណាហើយបើសិនជាបោះឆ្នោតឲ្យគេហើយនៅពេលដែលមានភាពអយុត្តិធម៌តុលាការគេកាត់ក្តីដែលអយុត្តិធម៌មិនកុំយំកុំស្រែកពីព្រោះអានឹងវាជាលទ្ធផលនៃការគ្រប់គ្រងគណៈបកកណ្ដាលដោយខ្លួនឯងទៀតដោយឡែកនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតយល់ថាតុលាការហាក់មានដំណើរការនីតិវិធីយឺតយ៉ាវក្នុងការរកយុត្តិធម៌ដែលទុកឲ្យជនរងគ្រោះធ្លាក់ខ្លួនចំពាក់បំណុលវ័នកបាត់បង់ដីធ្លីផ្ទះសម្បែងនិងអ្នកខ្លះកំពុងមានវិបត្តិផ្លូវចិត្តជាដើមការអូសបន្លាយកាន់តែយូរទៅវាធ្វើឲ្យបងប្អូនជាពលរដ្ឋណាលោកអាចនឹងបាត់ជំនឿទៅលើប្រព័ន្ធអយុត្តិធម៌បាទអញ្ចឹងហើយបានយើងឃើញថានៅពេលដែលពលរដ្ឋមកសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌យើងឃើញថាក្រសួងយុត្តិធម៌បានធ្វើកិច្ចអន្តរាគមន៍ដើម្បីឲ្យតុលាការនោះពន្លឿននីតិវិធីជូនពួកគាត់ឲ្យបានលឿនណាជនរងគ្រោះម្នាក់អ្នកស្រីសាតៃណាស់បានប្រាប់វីរីថាគាត់ចាញ់បោកអតីតរដ្ឋាភិបាលលេងចន្ទនាចំនួន$15,000ដែលធ្វើឲ្យគាត់ប្រឈមវិបត្តិជីវភាពធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្នចង់ឲ្យខាងក្រសួងយុត្តិធម៌ជួយពន្លឿនខាងតុលាការហើយឲ្យខាងតុលាការនឹងជួយពន្លឿនរឿងក្តីលេងចន្ទនានឹងឲ្យឆាប់បានលុយពួកយើងមកវិញដើម្បីសងជនរងគ្រោះគ្រប់គ្នានឹងហើយបងមានចង់បានអ្វីក្រៅពីលុយទេចង់ឲ្យតែគេជួយពន្លឿនបញ្ចប់រឿងក្តីនេះដើម្បីយកលុយមកសងពួកយើងតែប៉ុណ្្នឹងឯងបងចំណែកពលករចំណាក់ស្រុកធ្វើជាកម្មករនេសាទនៅប្រទេសថៃលោកអងយូហៃបាននិយាយថាលោកបានចាញ់បោកលុយជាង$20,000ដែលជាកម្ចីឯកជនក្រៅផ្លូវការធ្វើឲ្យលោកប្រឈមវិបត្តិបំណុលវ័នកខណៈក្នុងគ្រួសាររបស់លោកបានចាញ់បោកសរុបជាង$50,000ខ្ញុំសូមអរគុណដល់អាដាមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីនៃក្រសួងយុទ្ធភ័ណ្ឌដែលបានជួយពន្លឿនរឿងក្តីនេះទៅដល់តុលាការខេត្តសៀមរាបសូមតុលាការខេត្តសៀមរាបមេត្តាជួយពន្លឿនក្តីនិងកាត់សេចក្តីដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឆាប់ផងព្រោះអីជាពលរដ្ឋឥឡូវកំពុងតែរងគ្រោះពិបាកវេទនានៅក្នុងការសងបំណុលនិងជីវភាពផ្ទាល់ខ្លួនឈឺស្កាត់គ្មានថវិកាក្នុងការមើលជំងឺជុំវិញរឿងនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងលោកសៀនបូរ៉ាត់
ដែលជាអនុប្រធានអង្គភិបប្រឆាំងអំពើពុករលួយនិងជារដ្ឋលេខាធិការក្រសួងអប់រំផងនោះត្រូវបានក្រុមជនរងគ្រោះចោទប្រកាន់ថាជាអ្នកនៅពីក្រោយនៃគម្រោងឆបោកនេះប៉ុន្តែខុទ្ទកាល័យលោកហ៊ុនម៉ាណែតនិងលោកសៀនបារ៉ាត់បានចេញមុខបដិសេធការច្រានចោលនេះគ្មានការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើងដើម្បីផ្ដល់យុត្តិធម៌ដល់ក្រុមជនរងគ្រោះនោះទេមកដល់ពេលនេះក្រៅតែពីលិខិតមួយសន្លឹកដែលមន្ត្រីក្រមអាវ៉ាតបានចេញបដិសេធឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមជនរងគ្រោះជាការកត់សម្គាល់អំពើឆបោកប្រាក់រាប់រយលានដុល្លារពីសំណាក់ឈ្មួញទុច្ចរិតដូចជាអតីតរដ្ឋាភិបាលលេងចាណាជាសារ៉នហ៊ីគីមហុងលោកគួយវ៉ាតប្រធានក្រុមហ៊ុន CIC អតីតជំនួយការលោកហ៊ុនសែនគឺលោកឌុងតារាដែលជាប់ពាក់ព័ន្ធរឿងបោកប្រាស់នៅក្រុមហ៊ុនភូមិខ្មែរគ្រប់និងអុកញ៉ាលេងនវត្រាជាដើមនោះទ្រព្យសម្បត្តិរបស់ពួកគេគ្មានការរឹបអូសមកសងក្រុមជនរងគ្រោះនោះទេផ្ទុយទៅវិញអ្នកនយោបាយប្រឆាំងជាច្រើនរូបត្រូវបានតុលាការមានចំណាត់ការផ្លូវច្បាប់យ៉ាងឆាប់រហ័សជុំវិញការដែលពួកគេបានតស៊ូមតិដើម្បីយុត្តិធម៌សង្គមតាមគន្លងប្រជាធិបតេយ្យក្នុងនោះមានដូចជាការរឹបអូសទីស្នាក់ការគណៈបក្សសង្គ្រោះជាតិការផ្ដន្ទាទោសលោកកឹមសុខាពីបទក្បត់ជាតិគប់គិតជាមួយបរទេសឲ្យជាប់ឃុំក្នុងផ្ទះរហូត27ឆ្នាំការបង្គាប់ឲ្យលោករងឈុនបង់លុយ400លានរៀលឬស្មើប្រមាណ$10,000ពាក់ព័ន្ធទៅនឹងសំណុំរឿងព្រំដែនលោកទាវវ៉ាណុលត្រូវបានតុលាការបង្គាប់ឲ្យសងសំណង$1.5 ទៅរដ្ឋាភិបាលក្រោមការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈរីឯដីមន្ត្រីជាន់ខ្ពស់គណៈបច្ឆន្ទៈខ្មែរលោកស៊ុនឆៃនៅខេត្តសៀមរាបចំនួន2កន្លែងត្រូវបានតុលាការរឹបអូសនិងទីតាំងផ្សេងទៀតត្រូវបានបង្គាប់មិនឲ្យធ្វើអាជីវកម្មក្រោមបណ្ដឹងចោទប្រកាន់របស់គណៈបកកណ្ដាលអំណាចទាជំងឺចិត្តប្រមាណ$1 លានជុំវិញការដែលលោកស៊ុនឆៃរិះគន់ការបោះឆ្នោតឆ្នាំ2022ថាធ្វើឡើងខ្វះតម្លាភាពមានការលួចបន្លំជាដើមរបាយការណ៍នានាបង្ហាញថាមេដឹកនាំបកកណ្ដាលអំណាចបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីការពារអំណាចជាចំហចាប់ពីចុងឆ្នាំ2017ក្រោយប្រជាប្រដ្ឋជាងពាក់កណ្ដាលប្រទេសបោះឆ្នោតដកសេចក្តីទុកចិត្តហើយងាកទៅបោះឆ្នោតគាំទ្រគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងវិញបន្ទាត់នយោបាយដែលគេដឹងថាបានងាកចេញពីគន្លងប្រជាធិបតេយ្យជិត10ឆ្នាំទៅនេះធ្វើឲ្យមានអំពើពុករលួយបែបប្រទាក់ក្រឡាគ្នាកម្ពុជាក្លាយជាជំរកសុវត្ថិភាពរបស់ក្រុមអ ுக ្រិតជនបង្កឲ្យពលរដ្ឋច្រើនលានអ្នករងគ្រោះពីអំពើឆបោកពីក្រុមអុកញ៉ាដែលស្និទ្ធនឹងមេដឹកនាំទីបំផុតពួកគេបានធ្លាក់ក្នុងអន្ទាក់បំណុលឬខ្លួនលេងរួចខ្ញុំសែនសច្ចៈ VOD ត្រីជាន់ខ្ពស់បកក្រៅរដ្ឋាភិបាលអះអាងថាពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃបានរងនៅការរើសអើងពីពលរដ្ឋថៃក្រោយពីរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែនប្រធានគណៈបកចំនួនថ្មីលោកមីសវណ្ណរាបានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី9ខែមិថុនាថាក្រោយផ្ទុះចំនួននៅតាមព្រំដែនពលករខ្មែរដែលកំពុងបម្រើការនៅក្នុងប្រទេសថៃត្រូវបានជនជាតិថៃមាក់ងាយនិងរើសអើងដោយចោទប្រកាន់ថាពូជខ្មែរជាពូជចោរលួចទឹកដីថៃលោកមីសវណ្ណរាលើកឡើងថាពលរដ្ឋខ្មែរសរុបប្រមាណជា17លាននាក់ប៉ុន្តែពលករខ្មែរដែលកំពុងបម្រើការនៅក្នុងប្រទេសថៃប្រមាណ2លាននាក់ប៉ុណ្ណោះខណៈប្រាក់ខែដែលពួកគេទទួលបានក៏មិនលើសពីប្រាក់ខែរបស់កម្មករដែលកំពុងធ្វើការនៅស្រុកខ្មែរនោះដែរហើយថែមទាំងគ្មានសុវត្ថិភាពពេញលេញថែមទៀតលោកបន្តថាបើរដ្ឋាភិបាលកម្ពុជាបង្កើតការងារឲ្យបានគ្រប់គ្រាន់និងអាចធានាបាននូវសិទ្ធិការងារសម្រាប់កម្មករឲ្យបានពេញលេញនោះពលរដ្ឋខ្មែរដែលធ្វើចំណាក់ស្រុកប្រកាសជាត្រឡប់មកធ្វើការនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញជាមិនខានព្រោះថាពួកគេក៏មិនចង់ធ្វើចំណាក់ស្រុកឃ្លាតឆ្ងាយពីក្រុមគ្រួសារនោះដែរប៉ុន្តែដោយសារតែគ្មានជំរឿតែប៉ុណ្ណោះលោកមីសវណ្ណរាអំពាវនាវឲ្យពលករខ្មែរដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃទាំងអស់អត់ធ្មត់រាល់ការមាក់ងាយពីសំណាក់ពលរដ្ឋថៃដើម្បីបញ្ជៀសនៅអំពើហិង្សាដែលនាំឲ្យមានទោសរហូតដល់បាត់បង់ការងារព្រោះបញ្ហានៅតាមបន្ទាត់ព្រំដែនគឺជាទួនាទីរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរជាអ្នកដោះស្រាយតែប៉ុណ្ណោះក្រោយពេលបញ្ហាព្រំដែនផ្ទុះកក្រើកកាន់តែខ្លាំងគេសង្កេតឃើញវីដេអូមួយចំនួនដែលបង្ហាញពីការរើសអើងពលករខ្មែរពីសំណាក់ជនជាតិថៃត្រូវបានបង្ហោះជាបន្តបន្ទាប់លើបណ្ដាញទំនាក់ទំនងសង្គមខណៈពលករខ្មែរដែលមិនមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់មានការភ័យព្រួយចំពោះសុវត្ថិភាពនៅកន្លែងធ្វើការយ៉ាងខ្លាំងយ៉ាងណាក៏ដោយមន្ត្រីអង្គការសង្ត្រាល់ដែលធ្វើការលើបញ្ហាសិទ្ធិការងារប្រចាំប្រទេសថៃបានអះអាងថាខ្លួនមិនទាន់ទទួលបានព័ត៌មានពីពលករខ្មែរអំពីការរើសអើងនៅកន្លែងធ្វើការពីសំណាក់ពលរដ្ឋថៃដោយផ្ទាល់នៅឡើយទេប៉ុន្តែពលករខ្មែរដែលមានការព្រួយបារម្ភខ្លាចបញ្ហាទាំងអស់នេះកើតមានឡើងនៅកន្លែងធ្វើការរបស់ខ្លួនតែងតែមានការភ័យខ្លាចជានិច្ច
របាយការណ៍របស់ក្រសួងការងារកម្ពុជាបានបង្ហាញថាពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមានចំនួនប្រមាណ1លាន2សែននាក់ប៉ុន្តែតួលេខក្រៅផ្លូវការគឺជាង2លាននាក់ពួកគេនៅទីនោះភាគច្រើនកំពុងតែធ្វើការនៅក្នុងវិស័យកសិកម្មសំណង់នេសាទនិងជាកម្មកររោងចក្រជាដើម